បញ្យល់អត្ថន័យអក្សរកាត់អង់គ្លេស POV ជាភាសាខ្មែរអក្សរកាត់ថា POV គឺមកពីឃ្លាពេញថា point of view ដែលជាភាសាខ្មែរយើងអាចបកប្រែវាថាទស្សនៈឬក៏ជ្រុងនៃរឿងបទពិសោធន៍ឬអ្វីដែលយើងចង់និយាយប្រាប់អ្នកផ្សេងតាមបណ្ដាញសង្គមយើងប្រើវាដើម្បីប្រាប់ឲ្យអ្នកផ្សេងដែលអានឬក៏មើលសាកស្រមឲ្យមើលថាពួកគេស្ថិតនៅក្នុងបទពិសោធន៍ឬរឿងដែលយើងកំពុងនិយាយដែរដូចជាគេកំពុងឆ្លងកាត់ឬយល់ពីវាដូចយើងដែរដើម្បីឲ្យគេយល់ពីភាពកំប្លែងមនោសញ្ចេតនាឬអារម្មណ៍នៅក្នុងរឿងឬបទពិសោធន៍ទាំងនោះឧទាហរណ៍ POV You just told your dad you failed the exam យើងអាចបកប្រែឃ្លានេះថាសាកសម័យមើលថានេះគឺជារឿងដែលកើតឡើងលើអ្នកផ្ទាល់ថាអ្នកទើបតែបានប្រាប់ឪពុករបស់អ្នកថាអ្នកបានប្រឡងធ្លាក់នេះគឺជាពាក្យកាត់ដែលគេនិយមប្រើនៅតាមបណ្ដាញសង្គមដើម្បីនិយាយថាបើសិនជាស្ថានភាពនឹងកើតឡើងនៅលើអ្នកអានឬអ្នកកំពុងមើលដែរគេនឹងយល់អារម្មណ៍នឹងថាអ្វីនឹងកើតឡើង